còn lư đây ta đang ở xa cái ta để nói mẹ tại phần này nó không sẽ cái Campuchia dương á miên tròn hay không luôn á mẹ để sao ta cái ta tại phần này nó không sao kì trong mà nhung tha cái ta để nói mà miên là tại phần này nó không phải tại dương nữa cứ để sao tập tay mà ham này ta ở tại phần này đầu tiên xã rót ăn mà đấy mùi ở tại phần này nó Campuchia dương á với miên tụm nhẹ tụm nón ấy ở mình tay muốn đừng cho đo chùm nổi nắng vậy tới hai thằng tại phần nàyแต่พอนะคือจะการงานกลุ่มดัดคลายจิตตุ้งเต้นในตุ่มในในสิบวันกรรมในขนมสิบไก่ให้แต่พอนะจะบ้านเก๋แกะแบบนี้จีเพียร้อยหนึ่งวัวเว้นกลุ่มนั้นจีคายไตรมิตรหนึ่งชิ้นแต่พอนะจะบ้านวัวเลยปลา consumer price index ได้วัวในการผลักโดนจีมาชุ่มในตุ่มไหลแต่ในปลาปลักมันจำนายเต้นเลื่อนตุ่มในหนึ่งสิบวันกรรมมวยประเภทแต่พอนะนี่โดยเฉลี่ยประเภทอัติพลนะดีแมนพูลแต่จีประเภทอัติพลนะได้ดำเนินการสรุปมีทรานเชียงการกุมสรุปนึกดำเนินการหลังให้ปัญหานี้การล้างเดินขนมประเทศแต่มีสิทธิ์กระจุยเหลืองอัติพลนะเพชรคอสพูชการล้างนับเป็นได้ดำเนินทุกทิศดาวกำลังโปรแกรมหนึ่งที่ช่างใบสำหรับผลิตภัณฑ์ช่องกล้าการเงินอัติพลนะแบบนี้จะได้บรรดามุกปีกก็ได้มุกในสังคมด้วยเชียร์ฐานจิตการประกอบหนึ่งกระบวนการเนี่ยขนมปีกได้มุกในการกำหนดตีแสงโอ้คือมีเลยเด็กมุ่งใต้ตีหนุ่มในบ้านติดอติพลนะก็จะมีสารสำคัญคล้ายโดยที่มีการยกจุดดักผูกรูปวัตถุมีระบบเวียดไอ้บรรดาอ่อนเวียดการปักพูดดอกกำนัดเศรษฐกิจดังการเข้าชมน่ะเต้นนับไปอัตราดอกไหลตักโดโดยเจ้าเล่นเถินใช่ไหมต่อđông thật anh tira nè thôi nha vậy làm chưa coi chưa được tin tập tịch màu sao okต่อ ok tại ôi đặt khăn to lửa trong tin tập bông ơi tận nhau mà đọp mẹ bông cái phone lai mẹ bông lượng muốn tin đằng một phone cả lời em ăn hiền lăng khai ổn ấy bông nè chồng đi phone tự lắng thay trong sạch bông năng lượng cao mà đọp lắng tùy phone cái lỗ tầm lại cái nông chô lao chăng tùy phone ấy tinh hơi vậy hai cái lăng thay cả hai một to The next day. Hello nồi ai vui ấy khơi xanh á cô yêu nhắm bay nữa nhắm bàn tịch đàiមានដូចគ្នាហើយយូរមកមួយគ្នាមែនប៉ុន្តែឃើញគ្នានៅមកខាងមកតាគ្នាពីអ្នកនោះមកសាសាមកកាត់អីមែន đã là lại lịch lịch ngông chô lại là đọc hiện rồi được trong tốt hiếu là u theo ở bản đấy ra thay từng ông mà ហើយទំនេរឡើងឡើងថ្លៃទៅមកដល់ពីមុនតាម1000នៅឡើងដល់2000ហើយមានទំនេរច្រើនទៀតដល់ឡើងថ្លៃហើយធ្វើឲ្យចំណាយហ្នឹងច្រើនជាងចំណូលទៀតដល់ mi lụa lịch lịch nâng tờ kia lang thay thở lang thay khi đây được sang nông châu bị ăn rồi ở trong tới bò ọt lang tích hạt bò trong hiếu khởi ca cầm tích tờ បញ្ហាត្រង់ហ្នឹងហើយបើយោងតាមបាយការធនាគារជាតិអតិផលណាគឺកម្ពុជាយើងក៏អាចតាក់ទងទៅនឹងការឡើងនៅសហរដ្ឋអាមេរិកដែរប៉ុន្តែចង់សួរថាចេះអតិផលណាដែរនៅសហរដ្ឋអាមេរិកហ្នឹងចេះអតិផលដូចខ្លះដល់ប្រទេសកម្ពុជាយើងហ៎ត្រូវឲ្យវាអាចប៉ះពាល់ទៅដល់ប្រទេសកម្ពុជាដោយសាររបស់របរជាច្រើនដែលប្រទេសកម្ពុជាប្រើប្រាស់ចាប់ពីប្រេងឥន្ធនៈរថយន្តគ្រឿងម៉ាស៊ីនផលិតផលឱសថវត្ថុធាតុដើមនិងទំនិញជាច្រើនទៀតដែលនាំចូលហើយនៅពេលដែលអតិផរណាកើនឡើងវាធ្វើឲ្យតម្លៃថ្លៃដើមកើនឡើងនៅពេលដែលនាំចូលមកប្រទេសកម្ពុជាជាហេតុនោះហើយធ្វើឲ្យផលិតផលមានតម្លៃថ្លៃសូម្បីតែផលិតផលក្នុងស្រុកក៏ដោយក៏កើនឡើងថ្លៃដូចគ្នាក្រុមស្វែងរកទស្សនិកជនទាំងអស់គ្នាមកកាន់កម្មវិធីទស្សនៈសេដ្ឋកិច្ចនាងខ្ញុំស្វាយដានីតាដែលជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះយើងមានជាវិទ្យុចំនួន2រូបដែលបកស្រាយអំពីបញ្ហាដែលជួបប្រទះបច្ចុប្បន្ននោះគឺកញ្ញាជឿនសុគន្ធនីសានិងកញ្ញាឡាវវិជ្ជាសូមស្វាគមន៍អ្នកទាំងពីរមកកាន់កម្មវិធីទស្សនៈសេដ្ឋកិច្ចដោយបានដឹងថាសប្តាហ៍នេះប្រជាពលរដ្ឋអាជីវករកំពុងតែជួបប្រទះនឹងបញ្ហាថ្លៃហើយកញ្ញាជឿនសុគន្ធនីសាអាចបញ្យល់បានទេពីទំនាក់ទំនងរវាងអតិថិជននៅសហរដ្ឋអាមេរិកនិងទំនិញឡើងថ្លៃនៅកម្ពុជាដែលពាក់ព័ន្ធទៅនឹងអត្រាကုန်ប្រាក់ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃដែរដោយសារខ្ញុំតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជាប្រាក់ដុល្លារប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសកម្ពុជាហើយប្រាក់ដុល្លារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃទំនិញនិងសេវាកម្មជាច្រើនរបស់ប្រទេសយើងផងដែរ
ចាដូច្នេះនៅពេលដែលគេផងណាសហរដ្ឋអាមេរិកតើមានផលប៉ះពាល់ដល់ការកំណត់នៅតម្លៃទំនិញនៅកម្ពុជាយ៉ាងដូចម្តេចគឺប៉ះពាល់តាមរយៈការនាំចូលនៅពេលដែលថ្លៃដើមផលិតកម្មដូចជាថ្លៃវត្ថុធាតុដើមថ្លៃពលកម្មឬថ្លៃដឹកជញ្ជូនបានកើនឡើងនៅសហរដ្ឋអាមេរិកដោយសារតែអតិផរណានោះតម្លៃផលិតផលក៏កើនឡើងដែរចឹងនៅពេលដែលយើងបាននាំចូលផលិតផលទាំងនោះមកកម្ពុជាទោះបីជាយើងរកបានដុល្លារប្រាក់រៀលក៏ដោយក៏តម្លៃនោះគឺជាប្រាក់ដុល្លារទៅដែរនោះនោះផលិតផលនោះនៅពេលដែលនាំចូលកម្ពុជាវានឹងមានតម្លៃថ្លៃជាងមុននេះក៏ជាមូលហេតុដែលធ្វើឲ្យពលករនៅកម្ពុជាបានត្រូវរកដាក់ថ្លៃដើមរបស់ទំនិញចាអរគុណកញ្ញាជាសុវិសាដែលបានឆ្លើយទៅសំណួររបស់ខ្ញុំចាអរគុណសម្រាប់សំណួរបន្តចង់សួរទៅកាន់កញ្ញាឡើងខាថាតើអត្តមាបដូរប្រាក់រវាងប្រាក់រៀលនិងប្រាក់ដុល្លារដើរទៅនឹងមួយសម្រាប់សំណួរនោះធនាគារជាតិកម្ពុជាបានខំយ៉ាងខ្លាំងក្នុងការរក្សានូវស្ថិរភាពសេដ្ឋកិច្ចកម្ពុជាយើងឲ្យវាមានស្ថិរភាពអញ្ចឹងហើយធ្វើឲ្យការប្រកប្រាក់រៀលនិងការប្រកប្រាក់ដុល្លារហ្នឹងនៅរងងមហា4,000 ទៅ 4,100 រៀលក្នុងមួយដុល្លារហើយធនាគារជាតិកម្ពុជាក៏បានធ្វើបែបនេះនោះដោយសារតែគិតថាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចយើងហើយសម្រាប់ប្រជាជនយើងនោះមានជំនឿទុកចិត្តទៅលើរូបិយវត្ថុយើងក្នុងការធ្វើពាណិជ្ជកម្មប៉ុន្តែប្រសិនបើអតិថិជននៅសហរដ្ឋអាមេរិកកាត់បានដែលធ្វើឲ្យអំណាចនៃការទិញរបស់ប្រាក់ដុល្លារនឹងធ្លាក់ចុះវាក៏អាចធ្វើឲ្យតម្លៃឬក៏អំណាចនៃការទិញរបស់ប្រាក់រៀលនោះធ្លាក់ចុះដែរសម្រាប់ទំនិញដែលលក់ជាដុល្លារអញ្ចឹងមានន័យថាបើប្រាក់រៀលក្នុង1ដុល្លារផ្លាស់ប្ដូរក៏ដោយបើដុល្លារតិចបានតិចនោះរៀលនឹងតិចបានតិចដូចគ្នាសម្រាប់ទំនិញនាំចូលចាចង់ឲ្យបញ្ហានេះការតាមសម្រាប់ប្រទេសដែលមានការតាមដាននៅកម្រិតប្រាក់ដុល្លារខ្ពស់ហើយដើម្បីបង្ការទៅបញ្ហានេះនឹងការផលនៃបញ្ហានេះហ្នឹងគឺយើងត្រូវជំរុញនៅការប្រើប្រាស់ប្រាក់រៀលឲ្យបានទលំទលាយនៅក្នុងសេដ្ឋកិច្ចកម្ពុជាយើងធ្វើបាននេះនឹងធ្វើឲ្យធនាគារជាតិកម្ពុជាយើងនឹងមានលទ្ធភាពក្នុងការអនុវត្តនយោបាយរូបិយវត្ថុដែលធ្វើឲ្យមានស្ថិរភាពក្នុងសេដ្ឋកិច្ចនិងគ្រប់គ្រងនៅអតិថិជនដែរហើយតាមនេះយើងជំរុញឲ្យមានការប្រើប្រាស់នៅ like productivity និងកាត់បន្ថយការនាំចូលពីស្រុកក្រៅនេះពិតជាការបញ្យល់ដ៏មុខម៉ាយពីកញ្ញាតាមវិធីហើយនេះខ្ញុំសូមទស្សនិកជនជាទីមេត្រីអរគុណសម្រាប់ការតាមដានទស្សនាកម្មវិធីទស្សនសេដ្ឋកិច្ចយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីអំពីសេដ្ឋកិច្ចពិភពលោកហើយកម្មវិធីរបស់យើងក៏ឈានចូលដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា